chương đại áp vì lố đấy và nắng bao thuyền hình lôi vậy bà lôi khăn mình đàn chúng mình xung quanh cái này chẳng ở đời xa tầng ấy thì dương miền ở cả mà thò rồi spark EV hay đời xa tầng lan mới nè bọn mình tầng này score lại bà đời xa lan ấy thay mà nó nơi từ tại tranh lụa nơi bờ chân đấy bà production bao vía cho năm bà lật đó khai mẹ cái cho năm people mà phải pram BYD xìa bà xìa BYD xìa ấy ở đó đang xìa nó bọn mình tầng này chẳng ở môi ní ประเภท MPV បណ្ណិតតែប៉ុន្តែ option វិញគឺទំនើបកប់តែម្ដងបងប្អូននេះដោយសារតែ option គឺមានច្រើនហើយជារថយន្តដែលប្រើប្រាស់នៅបច្ចេកវិទ្យា DMI ដែលយើងហៅភាសាសាមញ្ញ plug-in hybrid បាទរបស់ BYD ណាបាទ DMI របស់ BYD សាសម្រាប់ភ្លើងមកពេញសាំងមកពេញហើយម៉ាស៊ីន 1.5 គឺអាចបើកបររយៈចម្ងាយបាន1240គីឡូហើយបើប្រើអគុយអគ្គិសនីសុទ្ធ180គីឡូចឹងនេះបាទគឺរូបរាងគឺតាក់ទាញខ្លាំងមែនសូម្បីតែកាមេរ៉ាផ្នែកខាងក្រៅហើយខាងក្នុងមានរហូតដល់15គ្រាប់បាទ15គ្រាប់ sensor នៅផ្នែកខាងមុខ6នៅខាងក្រោយ6ដល់ផ្នែកចំហៀងនេះហើយបើនិយាយទៅរូបរាងគឺតាក់ទាញខ្លាំងហើយ option មានទំនើបឥឡូវខ្ញុំនាំបងប្អូនទាំងគ្នាទៅមើលថាទំនើបអីខ្លះអូខេអញ្ចឹងនេះបណ្ណារបស់គេលេងមកបែបអញ្ចឹងទៅបាទស្អាតខ្លាំងខ្ញុំស្រឡាញ់ DNA មួយនេះហើយនេះ daytime running light មកអញ្ចឹងហើយមានចង្គៀង LED បាទ pha code គឺច្បាស់ហើយគេកន្លែងនេះគេលេងសម្រាប់លំហូរខ្យល់ចូលទៅស្អំកង់ណាក៏ប៉ុន្តែជា style របស់គេមួយដែរបាទ style របស់គេអញ្ចឹងទៅហើយអានេះថាកង់18អ៊ីងនេះកាមេរ៉ា1 2 3បាទនៅចំហៀងនេះបាទនិយាយហ្មងហើយទ្វារ root អ្វីដែលពិសេសគឺពេលយើងមកចិត្តវាមានតាក់ទងទៅនឹងអេក្រង់បាញ់ចុះមកខាងក្រោមណាឥឡូវខ្ញុំសាកឲ្យពេលដែលយើងដកសោសិនយើងបលុតឡានសិនបាទនេះឃើញមកមកនេះអញ្ចឹងគ្រាន់តែយើងដើរមកហើយយើងយកជើងដាក់ណាវាលោតប៉ុណ្ណឹងបើកទ្វារឃើញលយហ៎បាទលយខ្លាំងមែនតើនិយាយទៅទ្វារ slide ផ្នែកចំហៀងហ្នឹងគឺយើងគ្រាន់តែជន់នៅលើអេក្រង់ដែលវាបាញ់ចុះមកខាងក្រោមមែនអេក្រង់ឲ្យភ្លើងបាញ់ចុះមកខាងក្រោមហ្នឹងគឺវាធ្វើការបើកឥឡូវមកមើលនៅខាងក្រោយបាទថ្ងៃនេះថតដល់យប់ជូនបងប្អូនទាំងគ្នាទស្សនាតែម្ដងហើយនេះភ្លើងរបស់គេនេះ welcome lamp អីក៏ស្អាតអីនេះឃើញស្អាតខ្លាំងណាខាងក្រោយហ្នឹងខាងក្រោយនៅពេលដែលយើងដើរទៅចិត្តក៏ដូចគ្នាដែរមានភ្លើងបាញ់ចុះមកខាងក្រោមនេះឃើញទេហើយដូចគ្នាយកជើងមកដាក់មកប៉ុណ្ណឹងបើកបាត់និយាយទៅ oh my god option សាហាវហ្មងហើយភ្លើង welcome animation មកស្អាតហើយឡាននេះយើងអាចផ្លាស់ប្ដូរបានទៅជាឡាន4កៅអីក៏បានដែរហេតុតែបានខ្ញុំថាអញ្ចឹងព្រោះឡាននេះ7កៅអីទេប្រភេទ MPV 7កៅអីបណ្ឌិតនេះយើងអាចធ្វើការចុចឲ្យកៅអីនេះឥឡូវកៅអី7ណាបាទនេះកៅអីនិយាយទៅអត់មានប្រើដៃកាច់អីបន្តិចទេប៊ូតុងទាំងហើយបើកន្លែងនេះយើងអាចទុកដាក់អីវ៉ាន់បានគេធ្វើមកគឺលយត្រង់តែគេទុកធម្មតាឡាន7កៅអីកន្លែងទុកដាក់អីវ៉ាន់ហ្នឹងវារៀងតិចមែនតើក៏ប៉ុន្តែសម្រាប់ BYD គេរៀងឆ្លាតវិស្វករនេះគេទុកប្រឡោះកន្លែងនេះឲ្យយើងបាទហើយយើងសាកថ្មសាកអីហ្នឹងកម្លាំងបាទនេះ220 V ហើយនេះយើងអាចចុចប៊ូតុងទាំងអស់ហ្មងឥឡូវចុចឲ្យរៀបបាទឥឡូវខ្ញុំសេរីកាមេរ៉ាបន្តិចបាទនិយាយទៅខ្ញុំមានថតវីដេអូសម្រាប់ Camboto ដែរនេះប៉ុន្តែចុចមួយអញ្ចឹងនេះបងប្អូនបត់ឲ្យយើងរៀបស្មើហ្មងនេះរៀបស្មើហ្មងសាហាវហ៎ម៉ូទ័រទាំងអស់បាទប្រើម៉ូទ័រអគ្គិសនីទាំងអស់ខ្ញុំថាឡាននេះគឺទំនើបខ្លាំងមែនតើទំនើបខ្លាំងបាទហើយអាចរកទិញបាននៅ Spark EV និយាយទៅនេះរៀបណាបាទរៀបហើយនៅក្រោយនេះមានកន្លែងដាក់កែវទឹករុន USB បាទ Type A ហើយយើងអាចចុចតម្រេតអីសេរីតាមខ្លួនឯងទៅបាទហើយកាលនេះក៏មានដែរហើយមាន Type C Type A ហើយបើឧបករណ៍បំពងសំឡេងនេះម៉ាកអក្សរ D នេះបាទម៉ាកអក្សរ D នេះគឺរហូតដល់28ចំណុចស្ដាប់ទៅបាទហើយនៅមានចំណុចពិសេសជាច្រើនទៀតបាទនិយាយទៅយើងចុចមកអាចឡើងបត់ឲ្យរៀបស្មើបានកន្លែងនេះបាទហើយមួយវិញទៀតនេះឧបករណ៍នេះគឺយើងអាចយកចេញបានចុចមកណា
ចុចជាប់អូដោយសារឡានអត់ប្រឆេះអត់ទេខ្ញុំចង់បង្ហាញកន្លែងហ្នឹងឥឡូវខ្ញុំប្រឆេះឡាននៅបងប្អូនទាំងគ្នាខ្ញុំចុចឲ្យមានភ្លើងបន្តិចនេះគ្រាន់តែដើរមកគៀកនេះគឺមានហ្មងបាទវីដេអូនេះអាចនឹងរៀងវិលមុខបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំប្រឆេះឲ្យបន្តិចសិនបាទដើម្បីយកបាសចេញមកច្រៀងខារ៉ាអូខេហ្មងនេះខ្ញុំអធិស្ឋានផងបាទនេះខ្ញុំដកមកអត់ហ៊ាន unbox អានេះអាចច្រៀងបានអានេះក្លិនទឹកអប់ហើយនឹងមានតេឡេសម្រាប់បញ្ជាអេក្រង់កំសាន្តនៅចំកណ្ដាលបាទឥឡូវយើងមកមើលបាសឧបករណ៍បំពងសំឡេងហើយមានភ្លើងហើយនេះណាចេញមកឡើយលុយណាបាទយើងយកបាសនេះទៅច្រៀងបានយើងបាច់និយាយទៅគ្រាន់តែទិញឡាននេះមកយើងចំណេញច្រើនមែនទេបាទនេះឃើញអត់បាសមួយខ្ញុំធ្លាប់ឃើញបាទតាកូម៉ាដកបាសចេញបានតែកូនបាសទេប៉ុន្តែនេះមេបាសហ្មងហើយនេះយើងអាចច្រៀងបានហើយមានយើងអាចធ្វើការ TWS យើងអាចធ្វើកណិចបើសិនជាយើងទិញយើងទិញឡាន BYD C ដូចគ្នាយើងចុចយើងកណិចបានបាទហើយមានយើងអាចច្រៀងអែមដែរហើយយើងដាក់ចូលវិញបាទមកខ្ញុំចុចឲ្យបងប្អូនឲ្យបានឃើញធំតិចអូខេយើងដាក់មកនេះតែប៉ុណ្្នឹងមកបាទឃើញលុយមែនដែរវឹបលឹបជាប់ហើយប៉ុណ្្នឹងបាទมันភ្លើងឡើងលុយទៀតបាទហើយយើងដូចបញ្ជាក់អញ្ចឹងយើងអាចចុចឲ្យវាមកវិញបាទអញ្ចឹងឡើងតាមស្រួលអញ្ចឹងទៅបាទហើយសម្រាប់ការបិទបើកក្លុបទ្វារផ្នែកខាងក្រោយហ្នឹងក៏ច្រើនសម្បូរបែបដែររបៀបរបស់យើងបាទនិយាយទៅ Spark EV គាត់យកមកបាទហើយមាន illuminate ភ្លើងនេះទៀតបាទហើយភ្លើង graphic គេស្អាតសម្រាប់ផ្នែកខាងក្រោយនេះឥឡូវចេញមកទៀតហើយបាទប្រើបដ ாய் មុខងារបាទវឹបបើកទៅចូលទៅឥឡូវយើងចូលទៅផ្នែកខាងក្នុងបាទខាងក្នុងបាទកៅអីនេះគឺប្រភេទ Captain Seat បាទហើយមានមុខងារក្តៅត្រជាក់មុខងារកៅអីម៉ាស្សាហើយយើងទុកដាក់ទូរស័ព្ទរបស់យើងនៅនេះបានហើយយើងចង់សាកតាមប្រភេទរុន USB ក៏បានដែរបាទ Type C Type A ខាងនោះដូចជា Type C បាទខាងនេះ Type A គេអត់ទាន់ផ្លាស់ប្ដូរទៅទាំងស្រុងទេបាទខ្លាចបងប្អូនគ្នាអត់មានអីដាក់សាតែនេះនេះបាទមុខងារម៉ាស្សាបាទនេះក៏មានមុខងារម៉ាស្សាដូចគ្នាណាបាទអញ្ចឹងយើងចុចមកនេះកម្រិតម៉ាស្សាវាមានចេះមកយើងចុច activate ហើយនេះលើក្រោមឆ្វេងស្ដាំអញ្ចឹងមកបាទអាហ្នឹងមុខងារម៉ាស្សាមាន5របៀបហើយសំខាន់គឺ zero gravity នេះប៊ូតុងនៅកន្លែងនេះហើយលើចុចមួយកៅអីហ្នឹងដូរបាទកៅអីហ្នឹងទៅដេកហ្មងយើងអាចសម្រាកបានឃើញទេអូនិយាយទៅទំនើបខ្លាំងតែម្ដងបាទខ្ញុំបង្ហាញរៀលបងប្អូនទាំងគ្នាបានឃើញហ្មងទៅងាយស្រួលបាទអញ្ចឹងយើងអាចគេងណាពេលដែលយើងគេងបាទនេះយើងមានអេក្រង់នៅចំកណ្ដាលហើយស៊ីនពីរោងចក្រហ្មងនេះយើងចុចនៅនេះប៊ូតុងនេះបឹបធ្លាក់មកបាទហើយអេក្រង់គេគុណភាពមិនបាញ់និយាយទេបាទនេះបាទហើយវា link គ្នានោះវាមាន remote control នៅខាងក្រៅមកអញ្ចឹងហើយនោះកន្លែងនេះគឺ screen ណា screen ហ្នឹងបាទ synchronize គ្នាបានបាទឥឡូវយើងដាក់ទៅវិញអូខេហើយខ្ញុំចុចឲ្យវាមកដូចដើមវិញបាទឲ្យកៅអីមកដូចដើមវិញនិយាយទៅឡាននេះ option គឺទំនើបខ្លាំងបាទហើយមាន memory seat ទៀតបាទកៅអីជួរទី2ហ្នឹង Captain Seat ហ្នឹងមាន memory seat បាទហើយយើងមានកូនតុកសម្រាប់ធ្វើការដែរយើងអាចធ្វើការឬក៏កូនគាត់សរសេរមេរៀនឬក៏អីចឹងទៅបាទឥឡូវខ្ញុំអត់ទាន់អស់ទេនៅមានចំណុចពិសេសមួយទៀតនេះបងប្អូនទាំងអស់គ្នានិយាយទៅគេព្យាយាមប្រកបប៊ូតុងដែលមានភាពអញ្ញាឬក៏អីចឹងណាអញ្ចឹងអានេះ Type C មាន illuminate ឲ្យយើងបានឃើញឲ្យដឹងតែកន្លែងនេះយើងដាក់កែវទឹកធម្មតាទេនេះកន្លែងនេះយើងដាក់កែវទឹកធម្មតាតែឃើញ screen នេះហ៎បាទនេះវឹបអូសមកនេះយើងចុចបើកទូទឹកកកហើយនឹងទូកម្ដៅបាទនេះនៅកន្លែងនេះអញ្ចឹងយើងចុចណាបងប្អូនទាំងនេះបានឃើញធំតិចនេះចុចមកពឹបឃើញអានេះត្រជាក់អានេះកម្ដៅ
bà chẳng độ bà bán này độ mán bà độ vào muối rồi bà chẳng ngồi từ chẹt khăn mòn hay ní cầm đảo cho mới đo cái đảo đo mán bà hà sập ông xà ô mình thua mà đà vậy từ bà chụp bên một bên thân bà chẳng hơi nè cái miếng screen này LCD xem mẹ bệnh dương bật chia mà sân để chẹt anh chẳng từ hơi tập bộ nơi này càng lơ bà xem mẹ tập bộ này càng lớn nhưng bật chia là từ đây phía bàn việc bật vẹn đòn năng màu vinh chẳng nè bà ta dương ai từ tu ban bình lư ban phong này nhưng mà lạnh trên kia cứ bà cái đó cứ napa ladder hay ở nơi coiនេះគឺធំតែម្ដងធំបាទធំខ្លាំងមែនតើហើយមាន ambient light អាចដូរបានជាង100ពណ៌អត់លេងសើចទេបាទហើយនេះយើងធម្មតាគេចាត់ទុកថាប្រភេទ MPV នេះគឺដឹងតែមានតកងបើក៏យើងអង្គរៈចឹងទៅចឹងនេះតកងនេះអង្គរៈប៉ុន្តែយើងប្រើប្រាស់លក្ខណៈគ្រួសារក៏បានដែរឧទាហរណ៍ថានេះប្រពន្ធរបស់យើងចឹងទៅខាងនេះលោកយាយលោកតាបាទរបស់ចៅហើយចៅអង្គុយនឹងក្រោយទេនេះយើងអាចចុចបជាទៅមុខឲ្យបានហើយក៏អីទាំងអស់គឺចុចបជាដោយថាមពលអេលិចត្រូនិកទាំងអស់តែម្ដងបងប្អូនទាំងគ្នាបាទរៀងវែងតិចវីដេអូនេះប៉ុន្តែដោយសារតែខ្ញុំឃើញឡាននេះគឺ option ច្រើនមែនទែនបាទឥឡូវជាមួយខ្ញុំទៅផ្នែកខាងមុខបាទទៅផ្នែកទឹកកង់បាទថតរៀលឲ្យឃើញតែម្ដងហើយបើអត់សូវចង់វិលមុខអាចទៅមើលបាននៅ Camboto បាទអូខេបាទហើយខ្ញុំស្រឡាញ់នេះគេចុចសម្រាប់បើកទ្វារគឺអត់មានទាញកលឹះទេនិយាយទៅគេព្យាយាមធ្វើយ៉ាងណារៀបចំឲ្យ clean ឲ្យស្អាតបាទឲ្យ clean ឲ្យស្អាតចឹងទៅនេះហើយនេះមកអីចុចទាំងអស់មាន lumbar support កលចឹងខ្នងបាទហើយមានខ្យល់ក្តៅត្រជាក់បាទនេះបាទចូលមកដល់ផ្នែកក្នុងហើយកម្លាំងរបស់គេ50វ៉ាត់បាទលេឆាចបាទគេមានដាក់រុនសម្រាប់បញ្ចេញខ្យល់ឲ្យត្រជាក់ឲ្យទូរស័ព្ទរបស់យើងកុំឲ្យក្តៅយើងដាក់ទូរស័ព្ទមួយទៀតមកមានមុខងារចូលចតស្វ័យប្រវត្តិអានេះយើងចុចដើម្បីវាឡើងមកវិញមើលបាទវាមានឡើងបើសិនយើងដាក់កែវទឹកយើងចុចតក្រមទៅវាកាន់តែវាជ្រៅហើយវាជួយឲ្យកែវទឹករបស់យើងហ្នឹងនឹងបានល្អរក្សាដំណឹងតែយើងចុចឲ្យឡើងបាននិយាយទៅឡានបណ្ឌិតបានមានហើយកន្លែងនេះយើងអាចទុកដាក់កូនសោបាននេះទុកដាក់អីវ៉ាន់បានបែបទៀតចឹងទៅបាទស្រឡាញ់ជាងគេគឺនេះកុងទ័រ digital មួយហើយអេក្រង់កំសាន្តហើយនឹងអេក្រង់នេះបាទនេះបាទនិយាយទៅអាចថាអានេះស្តៀងទៅនឹង Denza ដែរតែខ្ញុំសម្រាប់ខ្ញុំគិតថាអានេះគឺទំនើបខ្លាំងមែនដែរទំនើបខ្លាំងបងប្អូនទេបាទអញ្ចឹងហើយដបូលនៅខាងលើនេះក៏យើងអាចប្រហើបយកខ្យល់អាកាសក៏ដូចជាពន្លឺបានផងដែរបាទនេះតាមរយៈនេះហើយមុខងារមាន D Pilot គឺ Frank Auto បាទ Blind Spot Record Traffic Alert កាមេរ៉ាមើលដល់បាត surrounding អញ្ចឹងទៅនេះបាទដល់បាតហ្មងហើយមានមុខងារច្រើនមែនតើបាទហើយមុខងារបន្សុទ្ធខ្យល់ក៏មានដែរបាទនេះ D Pilot របស់គេបាទហើយដូចដឹងចឹងឡានឥឡូវហ្នឹងឡានកំពុងតែឆេះបាទហើយយើងអាចធ្វើការចុចឲ្យ activate មក EV សុទ្ធប្រើអគ្គិសនីសុទ្ធឬក៏ប្រើអគ្គិសនីលាយមួយសាំងបានទៀតបាទនិយាយទៅឡាននេះទំនើបខ្លាំងមែនទែនហើយនេះកាមេរ៉ានៅផ្នែកខាងក្នុងមួយទៀតហើយមាន D Pilot របស់គេហ្នឹងមានកាមេរ៉ាសម្រាប់ចាប់ល្បឿនតាមរយន្តនៅផ្នែកខាងមុខអីហ្នឹងហើយនេះមានទាំងអស់បាទមានអេក្រង់មានអីស្អាតនិយាយទៅស្អាតហើយទំនើបខ្លាំងបាទអញ្ចឹងផលិតប៉ុណ្ណឹងហើយបងប្អូនទាំងគ្នាមើលបាទមើលនេះគឺស្អាតខ្លាំងមែនទែនបាទនិយាយទៅនាំចូលដោយខាង Spark EV បាទ Spark EV អញ្ចឹងសម្រាប់ព័ត៌មានបន្ថែមបងប្អូនទាំងគ្នាអាចមកមើលឡានបានហើយតម្លៃតែជាង 70000 ទេបាទជាង 70000 ប៉ុន្តែបើនិយាយពី option វិញណាកប់សេរីហ្មង option ច្រើនខ្លាំងមែនតើបាទអញ្ចឹងសម្រាប់វីដេអូមានតែប៉ុណ្្នឹងទេហើយអាចទៅមើលបាននៅ Camboto បានហើយនេះនៅលើ personal page របស់ខ្ញុំថតងាយស្រួលសម្រាប់បងប្អូនទាំងនេះបានឃើញហើយបើសិនជាឆ្ងល់អីអាចសួរបានបាទសំខាន់គឺមានមុខងារទំនើបច្រើនមែនតើនៅមានមុខងារច្រើនទៀតដោយសារយើងនៅជាមួយឡានបានតិចអញ្ចឹងខ្ញុំគិតថាតែប្រព័ន្ធនេះគឺ option ហ្នឹងគឺមិនបាច់និយាយគឺទំនើបខ្លាំងបាទអញ្ចឹងអរគុណបងប្អូនទាំងនេះហើយយើងជួបគ្នានៅវីដេអូក្រោយ